សួស្តីអ្នកគ្នាចឹងថ្ងៃនេះខ្ញុំចេញទៅពិបាកត្រីទៀតហើយហើយសម្រាប់វីដេអូថ្ងៃនេះដែរវីដេអូបែប vlog អ្នកគ្នាដោយសារតែវីដេអូយើងមាននាទីវែងចឹងហើយសម្រាប់សម្ភារៈវិញអត់មានអីស្មុគស្មាញទេអ្នកគ្នាមានដងមានដុំក៏ដូចជានុយជ័រនុយដែកអញ្ចឹងហើយសម្រាប់ផ្លូវទៅនេះខ្ញុំទៅផ្លូវជាលេខ5អ្នកគ្នាទៅតាមផ្លូវជាលេខ5ដោយសារតែខ្ញុំចូលទៅផ្សារកណ្ដាលទិញនុយដែកប្រកបដែរចឹងអ្នកគ្នាហើយសម្រាប់ផ្លូវជាលេខ5កំពុងសាងសង់ចេះអ្នកគ្នាវាមានបញ្ហាផ្លូវជាអៀនក៏ដូចជាតាមកលុកកលៈមានផ្លូវកលុកមានអីតិចតួចអ្នកគ្នាអញ្ចឹងយើងធ្វើដំណើរត្រូវប្រយ័ត្នប្រយែងដល់អ្នកគ្នាសម្រាប់ប្រឡងខ្ញុំមកលេងនេះគឺនៅស្ទឹងបត់ដោយសារដូចអ្នកគ្នាដឹងហើយប៉ោយប៉ែតភ្លៀងបន្តិចប្រហែលថ្ងៃហ្នឹងវាគួរសមដែរទឹកឡើងដែរអ្នកគ្នាគ្រាន់តែវាអត់ទាន់ឡើងខ្លាំងទេអញ្ចឹងហើយត្រីក៏វាអត់ទាន់ចូលមកដែរអ្នកគ្នាបើសិនជាយើងមកលេងកំសាន្តលេងបានអ្នកគ្នាតែបើសិនជាលេងយកបានត្រីហ្មងឬក៏លេងបែបយកទៅលុបមកគឺអត់មានទេអ្នកគ្នាត្រីវាអត់ទាន់ចូលហើយបើសិនជាមានទឹកចេះក៏មានត្រឹមត្រីក្រាញ់តូចៗក៏ដូចជាត្រីផ្លានីនឬបងអូនខ្លះក៏ហៅត្រីឡាប់យ៉ាតូចមានខ្ញុំឃើញរត់តិចតួចដែរគ្រាន់ថាតូចវាអត់ទាន់ធំអញ្ចឹងហើយសម្រាប់ប្រឡងនេះដែរឆ្នាំមុនគេលេងបានអ្នកគ្នាឆ្នាំមុនមានត្រីចូលដោយសារទឹកវាច្រើនហើយមានត្រីចូលយើងអាចលេងបានពេលទឹកឡើងច្រើនទៅវាស្មៅដោះពេញទឹកនឹងអ្នកគ្នាអាចគប់លេងបានសบายហើយមានត្រីខាំដែរហើយសម្រាប់ខ្ញុំមកលេងនេះដូចជាអត់សូវមានឃើញបងអូនមកលេងទេដោយសារទឹកតបតឡើងជាប្រហែលជាគាត់អត់តន់មកលេងដែរអ្នកគ្នាចឹងហើយមើលប្រឡងទៅវាស្អាតដែរអ្នកគ្នាគ្រាន់ថាវាអត់មានត្រីចឹងណាខ្ញុំគប់លេងថ្ងៃនេះលេងជាមួយនឹងដង spinning អ្នកគ្នាដាក់គប់ដង spinning UL ប្រវែង 1.98 ជាមួយនឹងដុំ Yuri ទៅតាកំងមកដែរអ្នកគ្នា Yuri ហ្នឹងលេខ 2005 អ្នកគ្នាចាប់ទៅស៊ីគ្នាគួរសមដែរអ្នកគ្នាគ្រាន់ថាពណ៌វាខុសគ្នាចឹងសម្រាប់ដងពណ៌សហើយដុំពណ៌ខ្មៅចឹងហើយខ្ញុំយកមកលេងថ្ងៃនេះដងទូចចុងទូចអ្នកគ្នា ULហើយជាស្ដែងគប់អត់មានត្រីខាំទេអ្នកគ្នាដូចខ្ញុំនិយាយវីដេអូដើមវីដេអូអញ្ចឹងហើយយើងលេងគ្រាន់សบายបានបើសិនជារោបែបរោត្រីបានមហូបឬក៏រោបែបអាជីពហ្មងគឺអត់បានទេអ្នកគ្នាខាននេះប៉ុន្តែមានកន្លែងប្រឡងលេងផ្សេងបើសិនជាបងអូនគាត់ចង់លេងយើងអាចឆែកមើលតាមនឹងអញ្ចឹងដោយសារមានបងខ្លះនៅក្រុងប៉ោយប៉ែតគាត់ទៅលេងបានអីដែរអញ្ចឹងយើងមានប្រឡងលេងគ្រាន់ថាខ្ញុំអត់សូវដឹងដែរគ្រាន់តែថ្ងៃនេះខ្ញុំមកលេងនៅស្ទឹងបត់អត់ឃើញមានអ្នកមកលេងទេហើយទឹកតបតឡើងដូចបងអូនឃើញក្នុងវីដេអូអញ្ចឹងអត់មានត្រីយើងគប់លេងកំសាន្តបានហើយមានមកលុបមានអីលេងអញ្ចឹងទៅមាត់ទឹកត្រជាក់បានអញ្ចឹងណាហើយចេះស្ដែងទឹកឡើងចេះបើសិនជាទឹកឡើងខ្លាំងដូចឆ្នាំមុនអ្នកគ្នាយើងអាចលេងបានត្រីត្រឹសដែរអញ្ចឹងត្រីវាចូលមកហើយបានឥឡូវទោះមានក៏មានទូចហើយទឹកឡើងខ្លាំងប្រហែលជាកន្លះខែទៅមួយខែទៀតយើងចាំមើលតាមនឹងទៀតអ្នកគ្នាបើសិនជាភ្លៀងខ្លាំងអីទៅទឹកអាចចូលមកច្រើនហើយយើងអាចលេងបានបើសិនជាមានត្រីចូលមកច្រើនបងអូនមកលេងច្រើនដែរអញ្ចឹងហើយយើងមកលេងជាមួយគ្នាទៅវាអ៊ូអហើយបានត្រីអីមើលទៅវារៀងហឹកហាក់ដែរអញ្ចឹងអ្នកគ្នាដល់ពេលយើងមកលេងតែឯងដូចខ្ញុំអញ្ចឹងវាអត់មានអីទេយើងថតវីដេអូលេងកំសាន្តបានអញ្ចឹងអ្នកគ្នាហើយมันមានជាអីច្រើនទេអ្នកគ្នាវីដេអូនេះគ្រាន់យើងថតវីដេអូតនេខ្ញុំមកហើយក៏ឆ្លៀតថតវីដេអូបង្ហាញជូនអ្នកគ្នាតិចតួចទៅហើយបើសិនបានត្រីអីគឺអត់មានបានទេអ្នកគ្នាវីដេអូហ្នឹងហើយខ្ញុំលេងផ្លែជ័រឥឡូវដូរយកកាឌីវិញអ្នកគ្នាដោយសារខ្ញុំដាក់មកដែរអញ្ចឹងជាផ្លែដែកអ្នកគ្នាហើយនុយជ័រនេះរៀងធំតិចអ្នកគ្នាទោះមានត្រីខាំក៏វាខាំអត់ចូលដែរនុយជ័រនេះចឹងអ្នកគ្នាមើលតាមហ្នឹងអ្នកគ្នាដោយសារតែវីដេអូយើងអត់មានអីត្រូវនិយាយទេអ្នកគ្នាតិចទៀតយើងគប់កាឌីមកខ្សែហើយតែប៉ុណ្្នឹងឯងវាអត់មានអីទៅមានត្រីអីខាំទេគ្រាន់តែខ្ញុំតនេខ្ញុំចេញមកថតវីដេអូក៏ដូចជាទៅលេងអញ្ចឹងណាថតវីដេអូបង្ហាញអ្នកគ្នាតិចតួចទឹកឡើងដល់ណាក៏ដូចជាមានត្រីមានអីលេងអត់អញ្ចឹងណាអ្នកគ្នាហើយស្រាប់នុយដែកយើងនុយដែកលាយពណ៌ច្រើនស្អាតដែរអ្នកគ្នាគ្រាន់ថាអត់មានត្រីខាំទេមានតែស្លែអ្នកគ្នាចឹងហើយបងក៏ដូចជាអូនដែលចង់មកលេងអីខែនេះអត់ទាន់មានត្រីលេងទេនៅតាមសឹងបត់ក៏ដូចជាអូក្ដនអញ្ចឹងទឹកវាអត់ទាន់ឡើងច្រើនហើយប្រហែលជាមួយខែឬកន្លះខែទៀត
ទឹកអាចចូលច្រើនយើងអាចលេងបានគ្រាន់ថាមានត្រីឬអត់ត្រីខ្ញុំក៏អត់ច្បាស់ដែរចឹងហើយមើលតាមវីដេអូហ្នឹងគឺអត់មានត្រីទេប៉ុន្តែបើមួយខែឬកន្លះខែទៀតវាអាចត្រីចូលអីអាហ្នឹងជាអាចមកលេងបានអាហ្នឹងខ្ញុំក៏អត់ដឹងច្បាស់ដែរចឹងណាចឹងខ្ញុំគប់កាឌីលេងមួយខ្សែពីរខ្សែទៀតចឹងទៅហើយគប់បានតែស្លែទេអ្នកគ្នាកាឌីក៏អត់មានត្រីខំដែរហើយប្រឡងនេះបើសិនជាត្រីមានក៏មានតែត្រីផ្លានីនទូចៗដែរអ្នកគ្នាវាអាចមានតិចដែរអ្នកគ្នាវាអត់មានអត់ត្រីសុទ្ធទេវាមានគ្រាន់ថាត្រីផ្លានីនទូចឬត្រីក្រាញ់ត្រីសអីចឹងណាតែបើត្រីផ្ទក់យើងបបកវិញគឺវាអត់ទាន់មានទេហើយដូចអ្នកគ្នាឃើញចឹងនេះបានស្លែអ្នកគ្នាកាឌីគប់លេងទៅបានស្លែទេអ្នកគ្នាដោយសារតែទឹកនឹងអត់សូវជ្រៅចឹងទឹកតឹបតែចូលមកវាអត់សូវជ្រៅទេហើយវីដេអូយើងក៏មិនមានអីច្រើនដែរអ្នកគ្នាដូចខ្ញុំនិយាយចឹងវាដដែលនិយាយតែខ្ញុំអត់សូវចេះបញ្ចូលសលេងដែរអ្នកគ្នាអញ្ចឹងនេះជាវីដេអូទី1របស់ខ្ញុំដែរអញ្ចឹងហើយយើងនឹងមានវីដេអូបន្តបើសិនជាខ្ញុំតនេបានចេញទៅអញ្ចឹងខ្ញុំថតវីដេអូបន្ថែមជូនអ្នកគ្នាទៀតអ្នកគ្នាអញ្ចឹងហើយសង្ឃឹមអ្នកគ្នាជួយគ្រប់គ្រងក៏ដូចជាជួយ follow ក៏ដូចជា like និង comment លេងបានអ្នកគ្នាហើយសម្រាប់បើសិនជាបងត្រូវការដងដុំក៏ដូចជានុយជួខ្ញុំមានទូចនុយជួអញ្ចឹងបងអាចរកបាននៅក្រុងប៉ោយប៉ែតនៅផ្ទះខ្ញុំផ្ទាល់ម្ដងនៅផ្ទះខ្ញុំផ្ទាល់ហើយនៅក្រុងប៉ោយប៉ែតតែម្ដងបងអញ្ចឹងបងអាចរកបានហើយខ្ញុំមានដង casting ក៏ដូចជាដុំ casting អញ្ចឹងបងអាចរកបានតម្លៃធូរត្រឹម15 16 18មួយឈុតអីចឹងបងអញ្ចឹងខ្ញុំមានបងអាចរកបានវីដេអូយើងក៏មានតែប៉ុណ្្នឹងឯងបងវាអត់មានអីច្រើនទេហើយខ្ញុំក៏ថតបានតែប៉ុណ្្នឹងឯងវីដេអូយើងដល់ទីបញ្ចប់ដូចគ្នាអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាក៏ដូចជាជួយ like ជួយ follow អញ្ចឹងយើងចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ